Ok សួស្តីគ្នាយើងអ្នកលេង Mobile Legends ទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងចេញវីដេអូប្រាប់ពីរបៀបចូល account Mobile Legends តាមម៉ូនតុនចេញតាំងពីដើមរហូតដល់ចប់និយាយទៅបើសិនជាមានគ្នាយើងណាដែលអត់ចេះមើលវីដេអូនេះហើយគឺដឹងតែចេះ login តែម្ដងនិយាយទៅមករយៈហ្នឹងដោយសារតែចេះមានបងប្អូនគាត់ទឹមតែលេង game Mobile Legends ក្រោយគឺគាត់អត់ចេះចូល game តាមម៉ូនតុនទេនៅពេលដែលគាត់ទិញ account Repack ខ្ញុំនិយាយទៅធ្វើឲ្យខ្ញុំពិបាកក្នុងការប្រាប់គាត់អញ្ចឹងខ្ញុំចេញវីដេអូនេះឲ្យខ្ញុំផុសនៅលើ YouTube ហ្មងដល់ពេលដែលគាត់មើលទៅគឺគាត់ចេះតែម្ដងអូខេឥឡូវជាដំបូងគឺយើងចូលមកកន្លែង profile account ជាងមកនេះហើយយើងអូសទៅពី account អូសទៅពី account ហើយយើងចូលកន្លែង switch account នេះមកណាហើយយើងចូលកន្លែងគណនីមុនតនមកហើយកន្លែងនេះយើងដាក់ password និង Gmail ប៉ុន្តែមុននឹងដាក់ password និង Gmail យើងត្រូវទៅ connect Gmail ចូល app Gmail សិនដើម្បីឲ្យងាយស្រួលក្នុងការចូល game តោះឥឡូវយើងទៅ connect Gmail ទាំងអស់គ្នាឥឡូវយើងមក connect Gmail ទាំងអស់គ្នានិយាយទៅបើសិនជាទូរស័ព្ទរបស់គ្នាយើងអត់មានកម្មវិធី Gmail ដែលខ្ញុំអូស easy tag ហ្នឹងទេគ្នាយើងអាចចូល down បាននៅក្នុង Play Store ឬក៏ App Store ទាំងអ្នកប្រើ iPhone ទាំងអ្នកប្រើ Android គឺរបៀបចូល game គឺអញ្ចឹងដូចគ្នាទាំងអស់ហ្មងតោះឥឡូវយើងចូល Gmail បន្ទាប់មកយើងចុចកន្លែងខ្ញុំគូ easy tag ហ្នឹងមកហើយយើងរកពី add account និយាយទៅដោយសារតែខ្ញុំអ្នកលក់អញ្ចឹង Gmail ខ្ញុំរៀងច្រើនតិចវាអូសរៀងច្រើនណានេះយើងចុច add តាម easy tag ហ្នឹងមកហើយយើងចុច Google មកណាហើយយើងចុច continue ចេះមកហើយយើងចុចចេះទៀតមកនិយាយទៅគ្នាយើងព្យាយាមមើលវីដេអូខ្ញុំឲ្យយល់រៀងញ៉ៃញ៉ាញតិចដោយសារអីខ្ញុំមាន Gmail ច្រើនហើយយើង password ដែលខាង pack ឲ្យគឺយើង copy pass ចឹងមកយើង copy ហើយយើង pass ឲ្យកាត់ឡើង password យកចេះមកហើយយើងចុចថយក្រោយដល់អក្សរហ្នឹងមកហើយយើងចុច next បន្ទាប់ពីយើងចុច next ហើយគេឲ្យ enter password យើង pass កន្លែងយើង copy មិញហ្នឹងមកណាហើយយើងចុច next ទៀតមកពឹបនៅពេលដែលយើងចុច next ចឹងហើយគឺយើងទៅចូល game វិញគ្នាយើងទៅចូល game វិញតោះឥឡូវយើងតោះគ្នាយើងបន្ទាប់ពីយើងចូល game វិញគឺយើងចុចកន្លែង switch account អាដែរហ្នឹងមកហើយយើងយកគណនីមុនតន់នៅពេលដែលយើងទិញ account គេគឺគេតែងតែឲ្យ password និង Gmail ហើយអាលើ cloud លើនេះគឺយើងដាក់ Gmail មកយើង copy pass មកចឹងមកណាហើយកន្លែងហ្នឹងគឺខ្ញុំព្យាយាមបិទ password ដោយសារតែខ្ញុំបើកអត់កើតទេក្រុមហ៊ុន YouTube ចាប់ចឹងយើងបិទចេះមកហើយយើង pass ចេះមកណាយើង pass ចេះហើយយើងចុច login យើងចុច login អញ្ចឹងដោយសារតែមួយរយៈនេះគឺក្រុមហ៊ុន update ថ្មីទៀតហើយរបៀបចូល game គឺថ្មីរហូតអញ្ចឹងយើងគេឲ្យចុចនេះលេខ0ពងទាហើយសញ្ញាផ្កាយមកឥឡូវយើងចុចលេខ0ពងទាហើយយើងរកសញ្ញាផ្កាយចាំតិចសញ្ញាផ្កាយនៅណាជួយរកអត់ឃើញយ៉ាកណ្ដុំឆាតយើងទៅទៅ easy tag ទៅវារុញជួយអត់ឃើញសញ្ញាផ្កាយហ្នឹងបើយើងនេះលើក្បាលគោនេះយើងណោះយើងចុចចេះមកប៉បហើយយើងចុច search code នៅដោយសារតែយើង log ចូល Gmail ហើយនៅពេលដែល search code វានឹង load មកលើនេះនេះវានឹង load មកលើនេះឃើញអត់នេះ41 1107នេះយើងដាក់ចឹងមក41 1107ហើយយើងចុច next មកហើយយើងចុច OK មកណានិយាយទៅដល់ពេលដែលយើងចុច OK គឺវានឹងឲ្យយើងចូល game បានហើយ